Ok ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំម្ដងទៀតហើយធីវីដែលឥឡូវនេះគឺខ្ញុំនៅចំការត្រសក់ផ្អែមរបស់លោកពូកសិករគំរូនៅខាងខេត្តបន្ទាយមានជ័យជំរាបសួរពូអាចជួយណែនាំខ្លួនបន្តិចបានទេពូបាទខ្ញុំបាទឈ្មោះវិសលួតនៅភូមិគោកបន្លៃឃុំចំណោមស្រុកអង្គរបរិយខេត្តបន្ទាយមានជ័យបាទជាកសិករដាំត្រសក់ផ្អែមនិងបន្លែទាំងអស់ទូទៅហើយសក់ផ្អែមផងអាលឹកលឿងផងបាទចាបច្ចុប្បន្នគាត់ក៏ជាកសិករមួយដែលធ្វើចំការ demo មានថាគាត់ដាំពិសោធន៍បង្ហាញជាមួយនឹងខាងឡាកដិនយើងទៅលើដំណាំផ្កាខាត់ណាលឿងប៉ុន្តែលើសពីផ្កាខាត់ណាលឿងដែលគាត់កំពុងតែដាំធ្វើ demo ហ្នឹងគឺគាត់មានបន្លែផ្សេងច្រើនទៀតតែដោយសារតែឥឡូវនេះខ្ញុំមកមើលកន្លែងគាត់ដាំត្រសក់ឃើញថាដាំបានល្អខ្លាំងមែនតែនចឹងហើយបានខ្ញុំឆ្លៀតឱកាសនេះចង់ឲ្យពូជួយចែករំលែកពីវិធីសាស្ត្រដែលដាំបន្លែឲ្យបានល្អជាពិសេសគឺត្រសក់ផ្អែមនឹងតែម្ដងចឹងចង់សួរពូថាតើដើម្បីដាំបានល្អតើមានចំណុចសំខាន់អីខ្លះសម្រាប់ដំណាំត្រសក់ផ្អែមនឹងចឹងណាបាទចំណុចសំខាន់គឺទី1គឺការធ្វើដៃបាទការភ្ជួររើសដៃហាលដៃឲ្យបានយូរបន្តិចរយៈពេល2សប្តាហ៍ចាប់យើងគុំរោងឡើងបាទគុំរោងរួចគឺចាប់ផ្ដើមត្រឹបយូរពីត្រឹបបាតហើយនឹងបាច់កបោសបាច់កបោសពេលយើងត្រឹបបាតគឺហ្នឹងបាទកបោសបោកសិកម្មមិនបោសទេបាទបោកសិកម្មយើងបានយើងនេះយកទឹកតំណក់រួចយើងក្របចាយើងដាក់ទឹករយៈពេលយើងក្របរួចដល់ពេលនេះយើងចាប់ផ្ដើមបដោះកូនយើងយ៉ាងនិយាយថាឥឡូវយើងដាក់ទៅយកតំណក់នៅតាមរងហើយយើងក្របកស៊ូហើយយើងបើកទឹកវានឹងឲ្យវាសើមបាទឲ្យវាសើមឲ្យវាសើមសពទាំងអស់នេះដាំទៅកូនដំណាំយើងល្អចាប៉ុន្តែចង់សួរថាអញ្ចេះដែលបើកទឹកឲ្យសើមហ្នឹងមុនពេលយើងដាំឬក៏ពីមុននឹងមកប្រហែលថ្ងៃទៀតឲ្យវាសើមហ្នឹងមុនពេលយើងដាំរយៈពេល2អាទិត្យមុនពេលយើងដាំ2អាទិត្យគឺយើងស្រោចចាប់ផ្ដើមស្រោចវាសើមដីហើយចឹងមានន័យថាដំបូងគឺត្រូវហាលដីឲ្យស្ងួតល្អឲ្យងាប់មេរោគហើយបន្តមកទៀតបាច់កបោសហើយស្របពេលហ្នឹងដែរគឺយើងដាក់ជីត្របាតហើយយើងប្រកបទៅយកហើយបន្តមកយើងគ្របកស៊ូហើយយើងស្រោចទឹកឲ្យជោគមុនដាំ2សប្តាហ៍ចាប់ពូដាំនៅពេលណាដែរដាំនៅពេលខែរសៀលម៉ោង2អូម៉ោង2ពូចាប់ដាំហីចាដោយសារចកាពូធំត្រូវដាំពីម៉ោង2បានតន់ចាតែបើចកាទូចម៉ោង2អីនៅក្តៅពូប៉ុន្តែដល់យើងដាក់ទឹកសើមហើយពូនដំណាំយើងអត់ទៅងាប់ទេព្រោះវាមានសំណើមល្អជាចាអញ្ចឹងកូនដែលពូយកមកដាំគឺកូនដែលបានបដោះហើយត្រូវទេពូរយៈពេល12ទៅ12ថ្ងៃយើងដាំបានបដោះកូននៅក្នុងត្រេ10ទៅ12ថ្ងៃបានយើងយកមកដាំចាអញ្ចឹងគឺមិនមែនយើងកោះពីដីមកដូចបច្ចេកទេសបុរាណនឹងទៅងាប់ទេត្រូវទេពូយ៉ាបើយើងដាក់ត្រេវាជួយបានល្អដាច់ឬពូណោះចាចុះពេលយើងដាំហើយរយៈពេលប៉ុន្មានតិចបានយើងដាក់ជីទៀតយើងដាំហើយរយៈពេល5ថ្ងៃយើងចាប់ដើមដាក់ជីចុះដាក់ជីពូដាក់តាមប្រព័ន្ធតំណក់ឬក៏ពូចោះដាក់តាមប្រព័ន្ធតំណក់ចាបងប្អូនដល់គ្នាកន្លែងហ្នឹងគឺល្អមែនតើគឺយើងដាក់តាមប្រព័ន្ធតំណក់វាចំណេញជីបានទៅដល់រុក្ខជាតិបានគ្រប់គ្រាន់យើងដាក់ឲ្យវាដំណាំវានៅតូចយើងឲ្យវាតិចទៅ2ថ្ងៃម្ដង2ថ្ងៃយើងដាក់ចំបានដំណាំរបស់ពូឃើញសុខភាពល្អខ្លាំងមែនតើហ្មងរុក្ខជាតិក៏ដូចមនុស្សដែរពេលញ៉ាំអត់អស់គឺសល់ហើយអញ្ចឹងពេលដាក់ជីគឺដាក់តាមល្មមដែរវាត្រូវការបានហើយចាតែឲ្យវាបានញឹកឲ្យវាបាន2ថ្ងៃម្ដងចាដំណាំចែពូដោយសារតែកន្លងមកតាក់ទងជាមួយនឹងការគ្រប់គ្រងសត្វល្អិតមិនដែរពូគ្រប់គ្រងសត្វល្អិតយើងដាក់ទៀកលឿងរួចយើងតាមដានសត្វល្អិតចាដើម្បីដល់សត្វល្អិតឲ្យច្រើនជាងយើងចុះពូអាថោងពណ៌តក្រូចហ្នឹងនៅយើងប្រើសម្រាប់ធ្វើអីដែរបងអានឹងយើងសម្រាប់ចាប់ទ្រីបបាទទ្រីបដូចជាទៀត
ពីជាតែពេលនឹង ហើយយើងចាប់ទ្រីបហ្នឹងអាហ្នឹងនៅលើថងពណ៌លឿងហ្នឹងយើងលាបអីគេ លាបខ្លាញ់គោ អូលាបខ្លាញ់គោហ្នឹងប្រភេទខ្លាញ់គោយើង ខ្លាញ់គោយើងឲ្យលាបខ្លាញ់គោយើង អូសម្រាប់ខ្លាញ់គោដែលគេលាបតាមបដាងតាមអីគោយន្តហ្នឹងបាទ ឲ្យទៅវាស្អាត អូខេ ពីមួយខ្ញុំលាបជ័រកដោវេទនាចងងការអត់ទាន់មាន sticky trap លក់ហ្នឹងខ្ញុំឆ្នៃប្រឌិតមួយគូយ៉ាអីគេតាំងក្អូបជាមួយនឹងជ័រកដោអង្គុយលាបអូយត្មងហើយ អានេះយើងដាំបានរយៈពេល12ថ្ងៃវាមានខ្នែងមក អូមានខ្នែងអញ្ចឹង យើងហាស់កាត់ខ្នែងវា អូខេអញ្ចឹង ត្រួយវាទុះទៅអស់ ចាំបើសិនយើងអត់កាត់ខ្នែងវាមិនដែរពូ អត់កាត់ខ្នែងខ្នែងវែងជាងមីខ្មាត់ខ្នែងវាធំជាងមីវា អូ ធំជាងត្រួយ អញ្ចឹងអានេះជាប្រភេទខ្នែង ចា កាលណាយើងមិនកាត់ទេខ្នែងហ្នឹងល្អជាងគេព្រោះខ្នែងហ្នឹងជាអ្នកទទួលជីមុនគេ វានៅក្រៅ បាទនៅក្រោម កាលណាជីមកដល់ឬស្រោមមកដល់ខ្នែងមុនគេដល់យើងកាត់ទៅបានជីនឹងអាចទៅចាំទៅដល់ត្រួយវាលក់បានល្អ ចាចាគូចានឹងឲ្យកន្លែងហ្នឹងដែរខ្ញុំសរុបមកវិញណាអ្វីដែលខ្ញុំសង្កេតឃើញណាចំការរបស់ពូគឺជាចំការមួយដែលអាចនិយាយថាគាត់អនុវត្តនៅវិធីសាស្ត្រចម្រុះក្នុងការការពារកត្តាចង្រៃបានល្អខ្លាំងមែនតើទី1ក្នុងបរិវេណចំការជាពិសេសគឺនៅក្នុងផ្លងដាំហ្នឹងហ្មងអត់មានស្មៅញ៉ៃញ៉ៃទេអញ្ចឹងវាជាការសម្អាតចំការមួយហើយកាត់បន្ថយសត្វល្អិតដែលវាជ្រកនៅតាមស្មៅហ្នឹងទី2គឺពូមានដាក់អន្ទាក់សត្វល្អិតដែលដាក់អន្ទាក់សត្វល្អិតហ្នឹងមានពណ៌លឿងមានពណ៌ទឹកក្រូចដែលវាធ្វើឲ្យគាត់តាមដាននៅប្រជាកសត្វល្អិតថាតើសត្វល្អិតមួយណាដែលមានវត្តមានច្រើនហើយវាបំផ្លាញដំណាំរបស់គាត់អញ្ចឹងនៅពេលដែលគាត់ចាត់វិធានការណាមួយឧទាហរណ៍ថាវិធានការគីមីក្នុងការបាញ់អញ្ចឹងគាត់បានដឹងច្បាស់ថាសត្វល្អិតអីដែលបំផ្លាញអញ្ចឹងគាត់បាញ់ត្រូវគោលដៅហ្មងមិនចេះតែទិញថ្នាំគីមីមកបាញ់អត់ត្រូវគោលដៅហើយវាបន្សល់នៅអាសារធាតុពុលនៅដីហើយប៉ះពាល់ដល់ពូទៀតជាអ្នកដាំផ្ទាល់អញ្ចឹងណាហើយមួយទៀតគឺដំណាំរបងបងប្អូនឃើញឯពោតពាត់ជុំវិញចំការរបស់គាត់តែម្ដងអញ្ចឹងនេះគឺជាវិធីសាស្ត្រមួយក្នុងការទប់ស្កាត់និងការពារសត្វល្អិតចង្រៃបានមួយផ្នែកដែរបរិយាកាសនៅទីនេះគឺល្អហើយឃើញហើយចង់ដាំហ្មងទៅសអត់តន់ចេញផ្លែតែមានអារម្មណ៍ថាក្លិនឆ្ងាញ់មកហ្មងអញ្ចឹងពូមួយទៀតដោយសារតំបន់នេះល្បីថាទៅសក់ផ្អែមឬក៏លឹកលឿងមានរសជាតិឆ្ងាញ់ជាងតំបន់ដទៃទៀតអញ្ចឹងតើពូអាចបង្ហាញបានទេថាកត្តាអីខ្លះដែលធ្វើឲ្យវាមានរសជាតិឆ្ងាញ់ កត្តាដែលឲ្យវារសមានរសជាតិឆ្ងាញ់គឺយើងថែទាំវាឲ្យស្លឹកវានៅល្អទាំងអស់កុំឲ្យវាថាស្វាត់ស្លឹកវាធំល្អហើយយើងប្រើជីល្អដូចជាជីកាលីខំម៉ានីសាន អូម៉ាលីសានចា វាអាចផ្អែមល្អ អញ្ចឹងសម្រាប់ប្រភេទជីហ្នឹងពូប្រើប្រភេទជីរូបមន្តរបស់វាមិនដែរពូ រូបមន្តរបស់វាគឺដាក់តាមទឹកកណ្ដក់វាលាយល្អ ដល់លេល្អប៉ុន្តែអាសមាសធាតុរបស់វាដូចថាយើងប្រើជាប្រភេទជីលាយមានអ៊ុយរ៉េមានកាល់ស្យូមមានកាលីឬក៏មិន កាល់ស្យូមមានកាលីនិងម៉ាញ៉េស្យូម អាន 3មុខ បងចង់សួរថាចេះរបៀបដូចជាអីគេ15 16 16 24 28អីរបៀប ហ្នឹងហើយ វាចឹងមែន ហ្នឹងហើយឬក៏គាត់ប្រយពូគាត់និយាយមិញជីកាលីមេថាប្រើកាលីគឺកាលីតែមុខឯង អូតាម ទេពីតូចយើងប្រើជីកាល់ស្យូមនិងម៉ែប អូខេ តូចគឺ បាទ នេះគឺទាន់ឈប់ដាក់ទេនៅដាក់ម៉ែបបាននឹងកាល់ស្យូម បាទ បានដល់វារយៈពេលក្តាប់បានយើងប្រើកាលីលាយកាល់ស្យូម បាទបាទ ចាតាមដំណាក់កាល តាមការលូតលាស់របស់ដំណាំ ចុះពូជីកប៉ោះអីពូប្រើច្រើនទេ ជីកប៉ោះខ្ញុំមិនសូវបានប្រើច្រើនទេព្រោះអីខ្ញុំបដោតទៅលើបន្លែសុវត្ថិភាពវិញ អូចា បាទកំប៉ុស្តព្រោះអីខ្ញុំដៃជើងតិចវាអត់មានពេលប្រើ អញ្ចឹងមានថាយើងប្រើតែសម្រាប់ទ្របបាតទេ បាទប្រើតែស្រាប់បាតទេ ដោយសារកម្លាំងពលកម្ម បា តើ ទឡើង ត្រូវហើយអាជីកំប៉ុស្តហ្នឹងក៏យើងប្រើអីអត់ខុសអីក្រៅពីទ្របបាតដែរហ្នឹង មិនមានអីអាហ្នឹងខ្ញុំប្រើទ្របបាតតា ប្រើត្របាត់គឺចប់ហើយក៏យើងក្រៅក៏សួរហើយយើងមកដាក់ជីកប៉ោះមិន ហ្នឹងហើយ តែពូចាំមានបាញ់លក្ខណៈជីទឹកជីអីវាផ្អែមអីតាមក្រោយទេឬក៏ពូគាត់ថាតំបន់ហ្នឹងវា
đây vì mình chỉ chết ở hai vì bọn em đòi nên phòng chết bảo biết của cô mình bật thai mình tiền អត់មានបន្ថែមអីទេនេះអែមដោយសារដៃនិងទឹកយើងប្រើទឹកអូយើងគឺវាមាន pH ល្អឲ្យជាងទឹកម្ដងនិងទឹកត្រាស់អត់ទឹកវាល្អទឹកចេញផ្អែមបណ្ដោយ និយាយទៅមានន័យថាខ្ញុំសរុបចេះមានន័យថាគាត់គឺ focus គាត់គឺផ្ដោតទៅលើការធ្វើយ៉ាងណាឲ្យតំណាំរបស់គាត់ដុះលូតលាស់បានល្អចំណែកឯរសជាតិឆ្ងាញ់នោះគឺភាគច្រើនវាបានមកពីការដែលតំណាំយើងដុះលូតលាស់ល្អវាបានមកតង់ហើយតែអីដែលសំខាន់គឺទឹកដីរបស់គាត់អំណោយផលតែម្ដងដូចយើងដឹងហើយដីរបស់គាត់គឺជាប្រភេទដីមួយដែលល្អនៅខាងប្រទេសមានជ័យជាពិសេសក្រុងអង្គរបូរីនេះហើយមួយទៀតគឺទឹករបស់គាត់ប្រើទឹកអូដែលគាត់បញ្ជាក់ថាវាមាន pH ល្អសម្រាប់តំណាំចឹងហើយវាជាមូលហេតុដែលធ្វើឲ្យទៅសក់ផ្អែមឬក៏អាឡុកឬក៏បន្លែនៅទីនេះវាមានរសជាតិឆ្ងាញ់ចាតែពូនៅនេះមានប៉ុន្មានពូជដែរទៅសក់ផ្អែមដែលកំពុងដាំបច្ចុប្បន្ន មាន4ពូជ ចា ពូជបែកពូជកណ្ដាញ់សាច់ខៀវពូជដបកសហើយនឹងពូជដបកលឿង ចាអញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចណាដល់ពេលដែលប្រមូលផលប្រហែលជាចុង75ពូណោះចាចាំព្រួទាំងអស់គ្នាទៅសក់ផ្អែមចេញពីចការពូដល់ពេលដែលប្រមូលផលខ្ញុំអាចនឹងមានពេលខ្ញុំមកប្រមូលផលតែម្ដងតែបើអត់ទេខ្ញុំនឹងផលបង្ហាញថាចំការពូដល់ហើយបើសិនជាចង់សាក់រសជាតិថាតើអ្វីដែលយើងនិយាយហើយទៅសក់ផ្អែមដែលចេញពីតំបន់នេះទៅតែឆ្ងាញ់ដែលយើងនិយាយអត់អាចសាក់លបងបានទាំងអស់គ្នាហើយមានអាឡឹកលឿងថែមទៀតមិនមែនតែប៉ុណ្្នឹងទេចា ហើយចុះរយៈពេលនៃការដាំដុះដែរពូរយៈពេលប្រហែលដែរដល់រហូតដល់យើងពង ការ ផល ដាំដុះវា65ថ្ងៃទៅ75ថ្ងៃ 65ថ្ងៃទៅ75ថ្ងៃអាហ្នឹងយើងគិតពីស្ទូងកូនឬក៏យើងគិតចាប់ពីយើងបណ្ដោះ ចាប់ពីបណ្ដោះកូនមក ចាប់ពីបណ្ដោះកូនមក មានន័យថាពីដាក់ក្របមកគឺប៉ុណ្ណឹងអាយុខ្លីដែរបានផលដែរ បើពើសាច់សបកសនិងសបកលឿងតែ65ថ្ងៃទេ ចា បើកន្លះឆ្នាំទៅ75ថ្ងៃ វាធ្ងន់ជាងតិច ទៅបន្តនេះទេអាចបើយើងអាចលក់បន្តគ្នាបាន ចា វាខុសគ្នាបន្តិចតួចបើគ្នា10ថ្ងៃ ចឹងប៉ុណ្ណឹងណា ហ្នឹងហើយ ដូចជាអត់មានអីបន្ថែមទៀតទេប្រសិនបើពុកម៉ែបងប្អូនទាំងអស់គ្នាមានចម្ងល់ឬក៏មានជំនួសឬក៏មានអីដែលចង់បញ្ចេញមតិយោបល់អាចតម្លាក់នៅក្នុង comment នេះបានហើយប្រសិនបើចង់បានបន្លែសុវត្ថិភាពដែលមានគុណភាពល្អរសជាតិឆ្ងាញ់កុំភ្លេចជាមួយ Lala Garden ហើយរងចាំទស្សនានិងលក់រសជាតិសក់ផ្អែមចេញពីចំការលោកពុកទាំងអស់គ្នាសូមជម្រាបលាបាយបាយ